តើការញ៉ាំអាហារដែលមានជាតិ cholesterol ខ្ពស់ពិតជាធ្វើឲ្យជាតិ cholesterol នឹងវាកើននៅក្នុងឈាមហើយវាធ្វើឲ្យស្ទះសរសៃឈាមរបស់បងប្អូនពិតមែនឬក៏យ៉ាងណាពីព្រោះបងប្អូនយើងមួយចំនួនឲ្យតែពិនិត្យឈាមទៅឃើញថាជាតិ cholesterol របស់គាត់ឡើងខ្ពស់គឺគាត់ចាប់ផ្ដើមតមអាហារពីព្រោះគាត់គិតថាការតមអាហារវាធ្វើឲ្យ cholesterol ធ្លាក់ចុះហើយវាការពារដល់ជំងឺលើសសម្ពាធឈាមជំងឺបេះដូងក៏ដូចជាខួរក្បាលរបស់យើងផងដែរអញ្ចឹងបងប្អូនចម្លើយគឺថាអត់ទេការដែលញ៉ាំអាហារដែលមានជាតិ cholesterol ច្រើនមិនធ្វើឲ្យកើន cholesterol ទេដោយសារអី cholesterol នៅក្នុងខ្លួនរបស់យើងពី70ទៅ80%គឺផលិតដោយថ្លើមបងប្អូនអញ្ចឹងនៅពេលណាដែលបងប្អូនញ៉ាំអាហារដែលមាន cholesterol ចូលទៅគឺថ្លើមយើងគឺឆ្លាតតែម្ដងវាអាចសម្របសម្រួលនៅការផលិត cholesterol នៅក្នុងខ្លួនរបស់យើងបានខ្ញុំឧទាហរណ៍ថាថ្លើមរបស់បងប្អូនត្រូវផលិត cholesterol មួយថ្ងៃហ្នឹងចំនួន100ប៉ុន្តែថ្ងៃហ្នឹងបងប្អូនញ៉ាំពងមាន់ពងទាឬក៏ញ៉ាំបកាឬក៏ញ៉ាំគ្រឿងក្នុងសត្វចូលទៅថ្លើមរបស់យើងហ្នឹងអត់ផលិត100ទេបងប្អូនអញ្ចឹងឧទាហរណ៍ថាបងប្អូនញ៉ាំ20ចូលអញ្ចឹងវាផលិតតែ80ទេរាងកាយរបស់យើងគឺឆ្លាតបែបហ្នឹងបងប្អូនប៉ុន្តែអាហារដែលធ្វើឲ្យខ្លាំង cholesterol ពិតប្រាកដហ្នឹងណាមិនមែនជាអាហារដែលមាន cholesterol នៅក្នុងហ្នឹងទេបងប្អូនគឺជាអាហារប្រភេទផ្សេងមានដូចជាគេហៅខ្លាញ់ឆ្អែតឬក៏ saturated fat អាហារអស់ហ្នឹងមានអីគេខ្លះទៅមានដូចជា hot dog សាច់ក្រកសាច់ជ្រូក3ជាន់ក្រៀមគេហៅថា bacon ណាបងប្អូនហើយនឹង burger ទៅដោះគោស្រស់ពពួក whole meal ក៏ដូចជាប្រេងដូងប្រភេទអាហារផ្សេងទៀតដូចជាពពួក trans fat វាគឺជាពពួកខ្លាញ់ដែលមាននៅក្នុងនំខេកនំដូណាត់នំប៉័ងនិងពពួក non dairy cream នៅក្នុងអាហារកែច្នៃមួយចំនួនក៏មានដែរក្នុងនោះមានដូចជានំកញ្ចប់ cereal pizza បង្កកមីឬក៏សាច់បង្កកបងប្អូនហើយនឹងចុងក្រោយគឺពពួកស្ករដែលពពួកស្ករនេះមាននៅក្នុងភេសជ្ជៈផ្អែមៗនិងភេសជ្ជៈបើកម្លាំងអីផ្សេងសួរតើហេតុអីបានជាញ៉ាំអាហារទាំងអស់ហ្នឹងវាធ្វើឲ្យឡើង cholesterol បងប្អូននៅក្នុងថ្លើមរបស់យើងវាមាន receptor ម្យ៉ាងដែលចាប់ពពួក LDL នៅក្នុងឈាមរបស់យើងហ្នឹងយកទៅបំបែកចោល receptor ហ្នឹងមានន័យថាជាកន្លែងទទួលបងប្អូនអញ្ចឹងនៅពេលណាដែលបងប្អូនញ៉ាំអាហារដែលខ្ញុំបានរៀបរាប់មិញហ្នឹងវាធ្វើឲ្យកន្លែងទទួល LDL នៅក្នុងថ្លើមហ្នឹងមានការថយចុះពពួក LDL receptor ហ្នឹងអញ្ចឹងពេលដែលវាថយចុះគឺវាចាប់ LDL បានតិចអញ្ចឹងវាធ្វើឲ្យ LDL ហ្នឹងហូរពេញទៅខ្លួនរាងកាយយើងតែម្ដងដែល LDL នេះហើយវាធ្វើឲ្យស្ទះសរសៃឈាមបើវាស្ទះនៅបេះដូងវាឲ្យជំងឺបេះដូងបើស្ទះនៅខួរក្បាលវាឲ្យជំងឺខួរក្បាលហើយបើស្ទះពេញទៅខ្លួនវាឲ្យជំងឺលើសសម្ពាធឈាមអញ្ចឹងហើយបានរាល់ពេលដែលបងប្អូនប្រឌិតឈាមឃើញ LDL កើនឡើងបងប្អូនខំតមអាហារប៉ុន្តែ6ខែក្រោយបងប្អូនទៅប្រឌិតឈាមទៅ LDL គឺវានៅតែដដែលវាអត់ព្រមធ្លាក់ចុះហើយបងប្អូនឆ្ងល់ថាថៃបាន LDL ហ្នឹងវានៅតែកើនវាអត់ព្រមចុះស្របពេលដែលបងប្អូនគឺតមអាហារតមនឹងខ្សោះខ្លួនតែម្ដងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានឃើញបងប្អូនធ្វើខុសកន្លងមកគាត់ខំប្រឹងតមអាហារតមសាច់តមពងទាតមស៊ុបអីផ្សេងៗហ្នឹងទៅតមរហូតតតែគាត់ឃ្លានគាត់ទៅញ៉ាំអីបងប្អូនឃ្លានញ៉ាំអាហារកែច្នៃញ៉ាំនំញ៉ាំមីអីហ្នឹងទៅដែលជាអាហារធ្វើឲ្យខូច receptor LDL នៅក្នុងថ្លើមបងប្អូនមួយចំនួនទៀតពេលដែលតមអាហារខ្លាំងពេកឃ្លានអស់កម្លាំងរត់ទៅទិញភេសជ្ជៈផ្អែមៗឬក៏ភេសជ្ជៈបើកម្លាំងដែលដាក់មកកំប៉ុងទៅធ្វើឲ្យគាត់មានកម្លាំងភ្លាមៗអញ្ចឹងអាភេសជ្ជៈទាំងអស់ហ្នឹងវាធ្វើឲ្យអា receptor LDL ហ្នឹងវាកាន់តែថយចុះថែមម្ដងទៀតអញ្ចឹងបងប្អូនធ្វើអត់ត្រូវទេយើងតមអាហារដែលធ្វើឲ្យ cholesterol មានតុល្យភាពដូចជាស៊ុបគ្រឿងក្នុងឬក៏បកាអីហ្នឹងសិតតែអាហារដែលមិនធ្វើឲ្យ cholesterol កើនហើយយើងបែរទៅជាញ៉ាំអាហារដែលធ្វើឲ្យ cholesterol វាកើនវិញអញ្ចឹងទោះបីថាបងប្អូនតមប្រហែលឆ្នាំក៏ដោយក៏នៅតែ cholesterol កើនដដែលអញ្ចឹងដើម្បីរក្សាសុខភាពបេះដូងខួរក្បាលនិងសរសៃឈាមរបស់បងប្អូនបានល្អបងប្អូនត្រូវបដូរអាហារវិញអញ្ចឹងអាហារដែលបងប្អូនត្រូវតមគឺពពួក hot dog ពពួក bacon ពពួក burger នំខេកដូណាត់ភេសជ្ជៈផ្អែមភេសជ្ជៈបើកម្លាំងអីហ្នឹងឈប់ញ៉ាំវាបងប្អូនហើយបងប្អូនបកទៅញ៉ាំពងទាពងមាន់បង្គាឬក៏គ្រឿងក្នុងថ្លើមវិញអាហារទាំងអស់ហ្នឹងគឺវាមិនធ្វើឲ្យ cholesterol យើងកើនទេដោយសារតែដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងពេលបងប្អូនញ៉ាំទៅ20ថ្លើមយើងផលិតតែ8ទេបើបងប្អូនញ៉ាំ30ថ្លើមយើងផលិត7គឺវា compensate គឺវាជួយគ្នាទៅវិញទៅមកចឹងមកវាអត់លើសទេបងប្អូនហើយដើម្បីឲ្យខ្លាញ់ល្អនៅក្នុងខ្លួនរបស់បងប្អូនកាន់តែកើនទៀតបងប្អូនអាចញ៉ាំជាពពួកអាហារដែលជាខ្លាញ់ល្អឲ្យបានច្រើនរឹតតែល្អទៀតអាហារទាំងអស់ហ្នឹងមានដូចជាពពួក omega 3មាននៅក្នុងត្រីសាម៉ុនត្រីត្រោតក៏បានដែរបងប្អូនអត់អីទេផ្លែប៊ឺឬក៏យើងភាសាអង់គ្លេសគេហៅ avocado គ្រាប់ធនជាតិមានដូចជាគ្រាប់ almond walnut chia seed ខ្ញុំមិនដឹងថាអាហ្នឹងហៅគ្រាប់ជីឬក៏មិនទេបងប្អូនអធិស្ឋានបើសិនជាបងប្អូនដឹងអាច comment ប្រាប់ខ្ញុំខាងក្រោមផងអាចញ៉ាំ flaxseed ឬក៏គ្រាប់ល្ពៅប្រេងខានូឡាជំនួសឲ្យប្រេងសណ្ដែកបងប្អូនតើយើងគួរញ៉ាំអាហារអស់ហ្នឹងចំនួនប្រមាណព្រោះអីបើយើងញ៉ាំលើសក៏វាមានបញ្ហាដែរបងប្អូនអញ្ចឹងពពួកខ្លាញ់ត្រីបងប្អូនអាចញ៉ាំ2 ម្ដងក្នុងមួយសប្តាហ៍បើគ្រាប់ធម្មជាតិបងប្អូនញ៉ាំ20ទៅ30ក្រាមបានហើយនៅក្នុងមួយថ្ងៃកុំដាក់កន្លះគីឡូមួយថ្ងៃនឹងដាច់ប៉ុតក៏នឹងក៏អត់ល្អដែរបងប្អូនចំពោះផ្លែប៊ឺបងប្អូនអាចញ៉ាំកន្លះផ្លែឬក៏មួយផ្លែក្នុងមួយថ្ងៃហើយបើប្រេងអូលីវបងប្អូនអាចញ៉ាំមួយលាភាទៅ2លាភាក្នុងមួយថ្ងៃអាហ្នឹងគឺវាជួយដល់ខ្លាញ់ល្អយើងរបស់យើងនឹងឲ្យកើនឡើងអូខេបងប្អូនអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹង
នឹងឯងវីដេអូរៀងវិញប៉ុន្តែសង្ឃឹមថាបងប្អូននឹងយល់ថាហេតុអីបានជា cholesterol របស់បងប្អូនវាចេះតែកើនទាំងដែលយើងតមអាហារហើយបងប្អូនដឹងថាគួរញ៉ាំអាហារណាដែលធ្វើឲ្យខ្លាញ់ល្អកើនឡើងហើយអាហារណាដែលយើងត្រូវឈប់ញ៉ាំដើម្បីកុំឲ្យ cholesterol របស់យើងនឹងកើននៅក្នុងខ្លួនថែមទៀតអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត